ការងារអូតេស្គាល់ស្ទើរគ្រប់ប្រទេសទទួលស្គាល់បងថាការងារជាអូតេពិតជាអាចនាំយើងទៅកាន់កន្លែងថ្មីៗដែលយើងអត់ធ្លាប់ទៅពីមុនមកមែនប៉ុន្តែវាស្ថិតនៅលើ airline ដែលយើងធ្វើការដែរទេ airline កាន់តែធំគេមានជើងហោះហើរកាន់តែច្រើនអញ្ចឹងយើងមានឱកាសស្គាល់កន្លែងថ្មីៗកាន់តែច្រើនដូចគ្នាហើយនៅពេលដែលយើងបានទៅកន្លែងថ្មីយើងប្រកាសជាទទួលបានអារម្មណ៍ថ្មីពិសេសហ្នឹងគឺម្ហូបអាហារនៅប្រចាំតំបន់នីមួយៗហ្មងបើសិនបើជាអ្នកដែលចូលចិត្តគ្រឿងញ៉ាំចូលចិត្តដើរញ៉ាំគាត់ប្រកាសជានឹកម្ហូបដែលគាត់ធ្លាប់បានទៅញ៉ាំនៅកន្លែងថ្មីដល់ពេលដែលគាត់ទៅហោះហ្នឹងណាតែពេលខ្លះយើងបានត្រឹមតែនឹកទេយើងអត់មានឱកាសក្នុងការទៅញ៉ាំក៏ដូចជាទៅដើរលេងនៅតំបន់នឹងម្ដងទៀតដោយសារតែជើងអាហារយើងពេលខ្លះវាមិនមែនមានរាល់ថ្ងៃរាល់ពេលទេយូរមានម្ដងអញ្ចឹងណាឬក៏អាចថារបៀបថាអាចជា charter flight អញ្ចឹងគេហោះយូរម្ដងអញ្ចឹងទៅហើយអ្វីដែលល្អមួយទៀតពីការងារជាអូតេសគឺមានឱកាស shopping កន្លែងជាច្រើនហើយពេលខ្លះទទួលបានការ discount ជាច្រើនទៀតវាប្រៀបបានដូចជាវិស្សមការរយៈពេលខ្លីមួយដែលយើងមានឱកាសធ្វើខ្លួនស្អាតដើរថតរូបលេងស្អាតទៅកន្លែងញ៉ាំអីឆ្ងាញ់ហើយដើរ shopping វាជាក្តីសុខមួយមែនទែននៅពេលដែលយើងបានធ្វើជាអូតេសហើយការចងចាំមួយហ្នឹងយើងនឹងចងចាំជារៀងរហូតក្នុងនាមយើងជាអូតេសក្នុងនាមយើងដែលធ្លាប់ធ្វើជាអូតេសបើទោះបីជាពេលខ្លះអ្នកខ្លះគាត់អាចនឹងសម្រាប់ពីការងារជាអូតេសក៏ដោយបើនិយាយទៅពេលខ្ញុំវាយវីដេអូនេះគឺខ្ញុំយកហូបរបស់របរញ៉ាំដែលខ្ញុំធ្លាប់ទៅញ៉ាំយកមកដាក់ចូលក្នុងវីដេអូនោះខ្ញុំមានអារម្មណ៍ថាខ្ញុំនឹកម្ហូបនឹករសជាតិនឹកមាធីនឹកក្រុមការងារនឹកពេលវេលាដែលធ្វើជាអូតេសបើទោះបីឥឡូវខ្ញុំសម្រាប់ក៏ដោយគឺដោយសារតែមាន baby ហ្នឹងណា